ការស្គាល់ខ្លួនឯងគឺជារឿងដ៏សំខាន់នៅក្នុងជីវិតរបស់យើងពេលដែលអ្នកយល់ថានរណាជាអ្នកណាហើយសួរខ្លួនឯងថាខ្លួនឯងនឹងជានរណាអ្នកត្រូវការអ្វីហើយអ្នកអាចធ្វើអ្វីបាននោះជាមូលដ្ឋានគ្រឹះនៃការពិតនៃខ្លួនឯងមនុស្សជាច្រើនចង់ក្លាយជាអ្នកមានឥទ្ធិពលតែភ្លេចថាឥទ្ធិពលដ៏ស្មោះត្រង់គឺចាប់ផ្ដើមចេញពីខ្លួនឯងពេលដែលអ្នកស្គាល់ចិត្តខ្លួនឯងអ្នកនឹងមិនងាយរងនូវឥទ្ធិពលពីមតិរបស់អ្នកដទៃទេអ្នកនឹងដឹងថាអ្វីសំខាន់សម្រាប់ជីវិតរបស់អ្នកនិងអ្វីគ្រាន់តែជាសម្លេងរំខានចូលមកក្នុងជីវិតរបស់យើងនេះហើយគឺជាថាមពលដ៏ស្ងប់ស្ងាត់ប៉ុន្តែមានឥទ្ធិពលយ៉ាងជ្រាលជ្រៅសម្រាប់ខ្លួនរបស់យើងមនុស្សដែលស្គាល់ខ្លួនឯងមិនចាំបាច់ប្រកាសថាខ្លួនមានអំណាចពួកគេបង្ហាញតាមរយៈទំនុកចិត្តការសម្រេចចិត្តច្បាស់លាស់និងសតិវិធីនៅក្នុងការរស់នៅនោះទេពេលដែលអ្នកដឹងអំពីអ្វីដែលអ្នកឈប់ធ្វើអ្នកក៏คล้ายជាអ្នកកាន់កាប់នៃជីវិតមួយនេះជីវិតមួយនេះអ្នកជាអ្នកកាន់កាប់មិនមែនអ្នកដទៃជាអ្នកកាន់កាប់ជំនួសយើងទេការដែលស្គាល់ខ្លួនឯងធ្វើឲ្យអ្នកមាននៅកម្លាំងចិត្តក្នុងការទប់ទល់នឹងឧបសគ្គហាក់បីដូចជាអ្នកស្គាល់នៅយុទ្ធសាស្ត្រសពគ្រប់បែបយ៉ាងនៅពេលដែលអ្នកវាយលុកនៅសត្រូវអញ្ចឹងនៅពេលដែលអ្នកស្គាល់ខ្លួនឯងអ្នកនឹងឈរនៅត្រង់ដោយស្ងៀមស្ងាត់ប៉ុន្តែមាននៅធម៌ពលគឺមាននៅធម៌ពលពេញខ្លួនឥទ្ធិពលពិតមិនមែនគ្រាន់តែការគ្រប់គ្រងអ្នកដទៃទេប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតគឺយើងត្រូវចេះគ្រប់គ្រងខ្លួនឯងពេលខ្លះអ្នកទទួលស្គាល់កំហុសនិងរៀនពីវាអ្នកកំពុងតែពង្រឹងខ្លួនពេលខ្លះអ្នកទទួលស្គាល់កម្លាំងនិងការគោរពវាអ្នកកំពុងកើនឡើងនេះហើយគឺជាឥទ្ធិពលនៅក្នុងជីវិតរបស់យើងដូច្នេះសូមចាប់ផ្ដើមស្វែងរកខ្លួនឯងនៅក្នុងក្តីស្រមៃពិតប្រាកដពេលដែលយើងស្គាល់ខ្លួនឯងអ្នកនឹងមានកម្លាំងនិងមានអំណាចនៅក្នុងជីវិតដ៏កម្ពស់ដែលអ្នកចង់បានស្គាល់អំពីក្តីស្រមៃស្វែងរកខ្លួនឯងតើខ្លួនឯងរស់នៅដោយរបៀបណាខ្លួនឯងមកពីណាខ្លួនឯងរស់នៅដើម្បីអ្វីចង់បានជីវិតរបៀបណាចូលធ្វើវាអនុវត្តវាកុំនៅដដែលជាដដែលជីវិតនេះមិនមែនត្រឹមតែប៉ុណ្្នឹងហើយគ្រប់គ្រាន់ទេយើងត្រូវតែឈានទៅមុខទៀតវានឹងមានរឿងរ៉ាវជាច្រើនដ៏ស្រស់ស្អាតជាងនេះជួបរឿងឯណានេះមួយដោះស្រាយរឿងនឹងទៅកុំរស់នៅបែបនេះទៀត
កុំរស់គ្រាន់តែកំដរនៃផែនដីនេះឲ្យសោះកុំរស់គ្រាន់តែរស់កុំរស់ទៅតាមយថាកម្មរស់នៅត្រូវមានមនសិការនៅក្នុងការរស់នៅដើម្បីជាប្រយោជន៍សម្រាប់ខ្លួនឯងរស់នៅដើម្បីជាប្រយោជន៍សម្រាប់ក្រុមគ្រួសាររស់នៅសម្រាប់ជាប្រយោជន៍សម្រាប់ប្រទេសជាតិមួយនេះរស់នៅសម្រាប់ជាប្រយោជន៍សម្រាប់ពិភពលោកទាំងមូលយើងមិនចាំបាច់រហូតដល់ថាជួយពិភពលោកជួយប្រទេសជួយក្រុមគ្រួសារនោះទេរឿងដែលសំខាន់គឺយើងត្រូវតែជួយខ្លួនឯងជាមុនសិននៅពេលដែលខ្លួនឯងរឹងមាំយើងមិនបានដាក់បន្ទុកទៅលើគ្រួសារដាក់បន្ទុកទៅលើសង្គមជាតិដាក់បន្ទុកទៅលើពិភពលោកទៀតទេពីព្រោះថាយើងបានជួយខ្លួនឯងបាន100%ហើយរបស់ផ្សេងទៀតទោះបីយើងមិនជួយក៏ឥទ្ធិពលរបស់យើងវាជះឡើងត្រូវនឹងមនុស្សអស់ទាំងនឹងដែរអញ្ចឹងសួរថាតើយើងរស់ចង់បានតែត្រឹមនឹងឬមួយក៏ចង់បានលើសនឹងអញ្ចឹងយើងត្រូវតែស្វែងរកខ្លួនឯងចាប់ក្តីស្រមៃខ្លួនឯងស្វែងរកខ្លួនឯងឲ្យឃើញគោលបំណងយើងចង់ធ្វើអ្វីចង់រស់នៅដោយរបៀបណាសុទ្ធសឹងតែជាសំណួរដែលយើងត្រូវតែសួរខ្លួនឯងយើងត្រូវតែប្រឹងប្រែងពីមួយថ្ងៃទៅមួយថ្ងៃឲ្យស្វែងរកនៅខ្លួនឯងឃើញតែពិតប្រាកដប្រសិនបើចូលចិត្តដល់វីដេអូសូមចុច Subscribe ព្រមទាំង Follow សូមអរគុណសូមគោរពលា